សួរបងប្អូនអរគ្នាអរគុណព្រះសម្រាប់ពេលវេលាដ៏ល្អក្នុងថ្ងៃនេះដែលឲ្យគ្រូជួយបងប្អូនសាជាថ្មីចាអញ្ចឹងក្នុងសប្តាហ៍នេះដែរគឺយើងនៅតែបន្តនៅ Unit 11របស់យើងដែលមានចំណងជើងថា I like monkeys ហើយយើងនឹងចាប់ផ្ដើមទាំងអស់គ្នាជាមួយនឹង Lesson 4 Phonics ចាអញ្ចឹងថ្ងៃនេះអ្វីដែលគ្រូចង់ឲ្យទាំងអស់គ្នាចេះគឺទៅលើការបញ្ចេញសូរសំឡេងហើយមួយទៀតក្នុងការគូកងពាក្យដែលវាមានចុងជួនឬក៏ជួនគ្នាអូខេតោះឥឡូវមើលជាមួយអ្នកគ្រូទាំងអស់គ្នាអញ្ចឹងសូរសំឡេងដែលអ្នកគ្រូនឹងបង្ហាញបងប្អូនទាំងអស់គ្នាគឺតកតងជាមួយនឹងសូរសំឡេងនេះរបស់ស្រៈឬក៏ស្រៈ E នេះចាតើអក្សរមួយហ្នឹងវាមានសូរសំឡេងវាមានសោនវាបែបណាអញ្ចឹងនៅពេលដែលយើងចេះក្នុងការបញ្ចេញសូរសំឡេងបញ្ចេញសោនរបស់ស្រៈមួយហ្នឹងគឺយើងនឹងអាចប្រកបពាក្យឬក៏អានពាក្យបានយ៉ាងត្រឹមត្រូវអូខេអញ្ចឹងអ្នកគ្រូបានលើកយកពាក្យចំនួន3ដែរឥឡូវមើលរូបភាពជាមុនសិនអញ្ចឹងពាក្យទី1គឺតកតងជាមួយនឹងពាក្យថាក្រែចាបន្តមកទៀតគឺពាក្យអូនមើលរូបភាពមើលឃើញអីគេចាគឺបេចហើយចុងក្រោយគេគឺវាមើលទៅលើពណ៌គឺពណ៌ក្រហមថាតើពាក្យទាំង3ហ្នឹងឯក្នុងការអានក្នុងការបញ្ចេញសូរសំឡេងឬក៏ការប្រកបពាក្យថាតើវាងាយស្រួលឬក៏លំបាកបែបណាអញ្ចឹងអ្នកគ្រូនឹងចាក់ជាសូរសំឡេងឲ្យបងស្ដាប់ជាមុនសិនបន្តមកយើងនឹងអនុវត្តជាមួយគ្នា Listening 122. Listen and point. B, E, D, bed. P, E, N, pen. R, E, D, red. Bed. Pen. Red. Listen and repeat. B, E, D, bed. Okay, B, E, D, bed. ប្រថាក្រែ P, E, N, pen. P, E, N, pen. R, E, D, red. R, E, D, red. អូខេតោះឥឡូវយើងទៅលេខមកមើលពាក្យទាំង3នឹងសាជាថ្មីម្ដងទៀតហើយយើងនឹងរៀនប្រកបជាមួយគ្នាអូខេឥឡូវមើលសរ B សររបស់វាគឺ B E នេះ A ហើយ D គឺ D B A D bed ហ្នឹងប្រែថាក្រែតោះបន្តមកទៀត P សរមួយវាគឺ P E F ហើយ M គឺ N P E N pen ប្រែថាបិចចុងក្រោយគេអក្សរ R មែនទេតោះ R A D red ចា red គឺប្រែថាពណ៌ក្រហមអូខេអញ្ចឹងនេះគូឃើញថាទាំងអស់គ្នាអាចប្រកបពាក្យដូចជាអានពាក្យទាំង3នេះបានត្រឹមត្រូវហើយអញ្ចឹងដើម្បីដឹងច្បាស់ថាតើយើងចោះចាំឬក៏ចេះដល់កម្រិតណាយើងនឹងអនុវត្តជាមួយនឹងការគូផ្គងទាំងអស់គ្នាអូខេអញ្ចឹងចំណុចនេះគេថា match the words that rhyme ចាអញ្ចឹងឲ្យយើងគូផ្គងពាក្យដែលវាមានចុងជួនឬក៏ពាក្យដែលជួនគ្នាចាគឺពាក្យ rhyme នេះប្រែថាជួនគ្នាឬក៏ចុងជួននឹងឯងអូខេអញ្ចឹងយើងមើល number 1 គឺពាក្យថា cane red cat man ពាក្យបន្តទៀត heart pen fan bed អូខេហើយមកពាក្យទី1គឺពាក្យថា can ចា can ចាតែមើលថាពាក្យមួយហ្នឹងវាជួនមួយពាក្យណា can ជួនជាមួយ heart អត់ទេជួនជាមួយនឹង pen ឬក៏ fan ឬក៏ bed អូខេល្អមែនតើគឺ can ជួនជាមួយនឹង pen ចាតោះបន្តមកទៀត red អូខេ red ជួនជាមួយនឹង heart ឬក៏ជួនជាមួយនឹង fan ឬក៏ជួនជាមួយនឹង bed ចាល្អមែនតើគឺ red bed អូខេបន្តមកទៀត cat ជួនជាមួយ fan ណាឬក៏ជួនជាមួយនឹង hat ចាល្អមែនតើ cat hat អូខេជួនគ្នាពាក្យចុងក្រោយគឺ man and fan ហើយយើងអានមួយគ្រូទាំងអស់គ្នាដល់ can pen red bed cat hat man fan អូខេចាអញ្ចឹងតើតើជាមួយនឹង Marian Phonics របស់អ្នកគ្រូក្នុងថ្ងៃនេះ
ដែរគឺត្រូវបានបញ្ចប់អរគុណបងប្អូនទាំងអស់គ្នាក្នុងការ